ក្មេងប្រុសនេះមិនមានអ្វីតាក់ទាញដូចកូនក្មេងនោះទេប៉ុន្តែនៅពេលដែលគាត់ថ្លើមគាត់បានបង្កើតសេចក្តីស្រឡាញ់ចំពោះ Atlego ហើយព្យាយាមបង្កើតដៃខ្លួនឯងទោះបីជាការប៉ុនប៉ងលើកដំបូងរបស់គាត់មិនទទួលបានជោគជ័យខ្លាំងក៏ដោយក៏វាមិនធ្វើឲ្យគាត់បាក់ទឹកចិត្តដែរក្នុងរយៈពេលប្រមាណឆ្នាំបន្ទាប់គាត់បានព្យាយាមម្ដងហើយម្ដងទៀតដោយបន្តរយៈពេល9ឆ្នាំរហូតដល់ទីបំផុតគាត់បានបង្កើតម៉ាស៊ីនចល័តមួយគាត់បានជិះលើ Atlego អាចចាប់និងរើវត្ថុហើយបន្តធ្វើឲ្យប្រសើរឡើងលើវាបង្កើនប្រសិទ្ធភាពរបស់វាបន្ថែមទៀតគាត់បានចែករំលែកការច្នៃរឌិតរបស់គាត់តាមអ៊ីនធឺណិតដោយធ្វើឲ្យវាឥតគិតថ្លៃសម្រាប់អ្នកដែលត្រូវការវាដោយជួយមនុស្សជាច្រើនដែលបាត់បង់ដៃក្មេងលេងខ្មាស់អៀនទៀតហើយបានភ្ជាប់ក្រចកម៉ាញ៉េទិកទៅនឹងអណ្ដាតរបស់បុរសនោះហើយបន្ទាប់មកបានដំឡើងឧបករណ៍កំណត់ម៉ោងជាមួយនឹងឧបករណ៍ចាប់សញ្ញានៅខាងក្នុងក្រអូមមាត់របស់គាត់នៅពេលដែលបុរសផ្លាស់ទីអណ្ដាតរបស់គាត់ផ្លាស់ប្ដូរទីតាំងនៃក្រចកម៉ាញ៉េទិកឧបករណ៍ចាប់សញ្ញានៅលើក្រអូមមាត់របស់គាត់នឹងចាប់យកសញ្ញាដែលបន្ទាប់មកនឹងត្រូវបានបញ្ជូនទៅទូរស័ព្ទដៃដើម្បីគ្រប់គ្រងចលនារបស់រទេះរុញដែលអនុញ្ញាតឲ្យអ្នកដែលពិការទាំងស្រុងធ្វើចលនាដោយសេរីពួកគេក៏បានដាក់ឧបករណ៍ចាប់សញ្ញាខ្នាតតូចនៅក្នុងដៃរបស់ស្លាបព្រាផងដែរនៅពេលដែលឧបករណ៍ចាប់សញ្ញារកឃើញការញ័រដៃពួកវានឹងបញ្ជូនព័ត៌មានទៅជាបន្ទះជីបធ្វើឲ្យម៉ូទ័រនៅក្នុងស្លាបព្រាបង្វិលក្នុងទីដែលផ្ទុយពីការញ័រដូច្នេះធ្វើឲ្យអាហារនៅក្នុងស្លាបព្រាមានស្ថិរភាពនិងធ្វើ